បាទជំរាបសួរពុកម៉ែបងប្អូនដោយសារតែមានបងប្អូនគាត់មើលវីដេអូខ្ញុំទៅគាត់ឆ្ងល់គាត់ឃើញមានមេស្នែងជាមួយនឹងមេតូចនៅមួយគ្នាគាត់ថាវានៅមួយគ្នាអញ្ចឹងវាអត់មានផលប៉ះពាល់ទេវាអត់មានជាការចូលឬក៏អាតូចស៊ីគ្រប់អត់អីអត់អញ្ចឹងចំពោះបញ្ហាហ្នឹងដំបូងខ្ញុំព្រួយបារម្ភដែរតែនៅពេលដែលយើងបានដាក់វាចូលគ្នាមកស៊ុំគ្នាវាអញ្ចឹងន័យថាថ្ងៃយើងទិញហ្នឹងខុសគ្នា 4-5 ថ្ងៃអញ្ចឹងទៅពេលវានៅមួយគ្នាសាំងគឺវាលែងមានការចូលមានការអីគ្នាហើយគឺមានន័យថាអាធំវាស៊ីអញ្ចឹងទៅអាតូចស៊ីមកជួគ្នាវាគាត់ថានេះវាស៊ីហើយពីថ្ងៃអញ្ចឹងទៅវាដេកណាបើវាស៊ីឆ្អែតវាដេកហើយចេះដូចទូញអីឆ្អែតដូចមេនេះអីស៊ីពោះក៏ពីងអស់ហើយណាដែលវាស្ទើរវាអត់តន់ឆ្អែតវាចូលនឹងចូលស៊ីទៀតចំណីគឺយើងដាក់បរិយាវាពីរកន្លែងអញ្ចឹងទៅកន្លែងនោះមួយកន្លែងយើងខាន់ច្បើងអានេះមួយកន្លែងទៀតអញ្ចឹងអាតូចបើវាខ្លាចអាធំវាស៊ីខាងណាអញ្ចឹងទៅអាធំវាទៅស៊ីគ្នាវាធំខាងណាអញ្ចឹងទៅចាំមើលខ្ញុំមានពេកខ្ញុំនឹងអាប់ដេតម្ដងទៀតដោយសារតែឥឡូវយើងចាក់ចំណីស៊ីហើយអញ្ចឹងយើងពិបាកមើលបន្តិចប៉ុន្តែបើសួរថាមានផលប៉ះពាល់អត់ទេចំពោះផលប៉ះពាល់គឺអត់មានទេហើយយើងគួរតែដាក់វាជាឈុតហើយដាក់ឈ្មោះតាមឈ្មោះមេតាមមេដូចអាត្រង់នេះគឺខ្ញុំដាក់មេសុទ្ធអញ្ចឹងវាអត់ហឹកគ្នាទេរីអាឈ្មោះយើងដាក់ខាងในទាំងអស់អញ្ចឹងទៅវាអត់មានទៅបំពាក់បំពួនគ្នាដែរវាមានតូចមានធំអញ្ចឹងដែរខាងឈ្មោះនេះ